ទី5លាន10លានប៉ាប៉ាបងមកក្រហមនេះខ្មៅទូមិនចូលចិត្តទេប៉ាប៉ាបងមកក្រហមនេះខ្មៅទូមិនចូលចិត្តទេទូពិតជាមិនចូលចិត្តមែនទេ10លានម្ដង10លាន2ដង10លាន3ដងលក់ហើយសូមអបអរសាទរលោកឈីមីងដែលបានដេញថ្លៃយកមកកត់ទៅទឹមឈៀបព្រៀបនេះក្នុងតម្លៃ10លានគាត់គឺជាប៉ារបស់ខ្ញុំបើមានរបស់ដែលកូនចូលចិត្តត្រូវទៅប្រាប់ប៉ាទិញឲ្យកូនចាវត្ថុដេញថ្លៃទី2គឺមជុលខ្ទាស់ត្បូងមរកតមួយក្នុងតម្លៃចាប់ពី200000វត្ថុធាតុរឹងមាំថ្មមានភាពបរិសុទ្ធខ្ពស់ការកាត់ល្អឥតខ្ចោះគួរតែមកពីរាជវង្សអង់គ្លេសទូពាក់ទៅគឺពិតជាសមនឹងឋានៈរបស់នាងណា500,0005លានមួយក៏ដេញថ្លៃបែបនេះមិនថែមម្ដង10ដងឯងមកចុះខ្ទាស់នេះមានតម្លៃ50,000ទៅ60,000ប៉ុណ្ណោះមើលទៅថ្ងៃនេះលោកម្ចាស់ធំសៅត្រូវតែធ្វើលោកម្ចាស់ទី2អាម៉ាស់មុខនៅទីនេះហើយសាលីនទីបើសិនជាឯងមិនចង់ធ្វើជាមនុស្សពិការដោយស្មោះត្រង់ទីយើងនឹងធ្វើឲ្យឯងមិនមានឱកាសដើម្បីបញ្ចេញសមត្ថភាពនោះទេទូពិតជាផ្កាយស្នើរបស់ខ្ញុំថ្ងៃនេះជាលើកទី1ហើយដែលនាងបង្ហាញខ្លួននៅក្នុងចំណោមរង្វង់អ្នកមានក៏ជាជំហានដំបូងសម្រាប់នាងដើម្បីឈរនៅក្នុងតកូលរបស់យើងដែរខ្ញុំត្រូវទៅត្រួតត្រាយផ្លូវមួយនេះឲ្យទៅនាង7លានប៉ាប៉ាមកបៃតងនេះខ្មៅជាងបងមកក្រហមនោះទៅទៀតទូមិនចូលចិត្តទេពិតជាសម្ដីរបស់មនុស្សដែលចំណែនគេហើយអូនទី2បើសិនជាឯងមិនអាចឲ្យតម្លៃបានទេកុំមកធ្វើអាម៉ាស់មុខនៅទីនេះ10លានលោកលីនជាតើលោកចង់ដេញថ្លៃបន្តទៀតទេទូពិតជាមិនចូលចិត្តទេសូមអបអរសាទរលោកឈីមីងដែលបានដេញថ្លៃយកមកជួលខ្ទាស់ត្បូងមរកតតម្លៃ10លានខ្ញុំទេជាកូនស្រីជាទីស្ដេចបំផុតរបស់ប៉ាបងប្រុសថ្ងៃនេះត្រូវតែជន់ខ្ញុំហើយមែនទេហេមិនបានជាឯងនិយាយបែបនេះទៅកើតអ្នកណាក៏ស្លាញ់កូនស្រីដែរមកពីឯងទៅមិនកើតទើបបានជាឯងនិយាយបែបនេះយើងមិនបានសើចចំអកឲ្យឯងទេថ្ងៃនេះយើងសូមប្រកាសអ្វីដែលសៀវអើពេញចិត្តយើងនឹងទិញយកឲ្យអស់តែម្ដងបងប្រុសបាននេះថាម៉េចយើងនឹងដុតចង្កៀងមេឃព្រះជាម្ចាស់ហើយខ្ញុំពិតជាបានឃើញគេដុតចង្កៀងមេឃមែនទោះបីជាអ្នកណាមិនថាតម្លៃក៏លោកម្ចាស់ធំសៅបន្ថែមពីលើដែរលោកម្ចាស់ធំសៅពិតជាស្រឡាញ់កូនស្រីរបស់គាត់ខ្លាំងពិតមែនហេមិនបែបនោះទេខ្ញុំគិតថាលោកម្ចាស់ធំសៅគឺមិនចង់ឲ្យលោកម្ចាស់ទី2លេចមុខមាត់មិនក៏បងប្រុសចាយលុយខ្ជិះខ្ជាយម្លេះប្រយ័ត្នទីបំផុតទៅរករបស់ល្អមិនបានហើយថែមទាំងខាតបង់ទៅវិញទៀតណាយើងមិនបារម្ភថារកបានរបស់ល្អឬក៏អត់ទេអ្វីដែលសំខាន់គឺយើងមិនឲ្យឯងរកបានរបស់ល្អនោះទេយើងធ្វើឲ្យមិនអាចងើបមករួចដល់ពេលនោះយើងនឹងមិនដេញឯងចេញពីផ្ទះជាមួយនឹងក្មេងស្រីព្រៃម្នាក់នេះមិនឲ្យឯងនៅក្នុងផ្ទះកោសាទៀតវត្ថុដេញថ្លៃបន្ទាប់គឺក្រវិលត្បូងមរកតដែលកាត់ជាច្រើនប្រភេទដុតចង្កៀងមេឃវត្ថុដេញថ្លៃបន្ទាប់គឺបេះដូងមហាសមុទ្រដុតចង្កៀងមេឃវត្ថុដេញថ្លៃបន្ទាប់គឺទាំងគំនូនារីដុតចង្កៀងមេឃបងប្រុសមិនទុកវត្ថុដេញថ្លៃមកមុខឲ្យនរណាសោះការដេញថ្លៃគឺពឹងទៅលើការដណ្ដើមគ្នាបើមិនចឹងឯងដុតចង្កៀងមេឃដែរទៅអូនទី2ឯងពិការមក5ឆ្នាំហើយខ្លាចថាលុយនៅក្នុងដៃឯងដេញថ្លៃមួយមុខក៏មិនបានបងយល់ថាគួរតែនាំកូនត្រឡប់ទៅផ្ទះវិញទៅបើនៅទីនេះបន្តទៀតគឺធ្វើឲ្យត្រកូលសៀយើងមានអាម៉ាស់ហើយមិនចឹងឯងសុំទោសយើងឲ្យយើងគ្រប់គ្រងត្រកូលសៅបញ្ជូនក្មេងស្រីនេះត្រឡប់ទៅជនបទវិញយើងអាចនឹកឃើញមនោសញ្ចេតនាបងប្អូនឲ្យឯងទៅក្រុមហ៊ុននៅខាងអាហ្វ្រិកឲ្យឯងទៅជីករ៉ែនៅទីនោះក៏អាចថាបានដែរតើសំណើរបស់យើងឯងពេញចិត្តដែរទេបងប៉ាកុំខឹងរបស់ទាំងអស់នោះខ្មៅអាក្រក់ណាស់កូនអត់ចូលចិត្តទេបងនិយាយប្តីផ្ដាស់អីរបស់ទាំងអស់នោះគឺសុទ្ធតែភ្លឺចាំងស្អាតទាំងអស់ខ្ញុំមើលទៅឯងធ្វើពុតជាមាត់រឹងហើយភ្ញៀវកិត្តិយសទាំងអស់គ្នាមកដល់វត្ថុដេញថ្លៃចុងក្រោយហើយវាគឺជារូបចម្លាក់សត្វឆ្មារំលងភ្នោដែលនាំមកពីបរទេសធ្វើពីដែកពណ៌ប្រផេះមិនដឹងឆ្នាំទេដេញថ្លៃចាប់ពី1យន់ប៉ាកូនចង់បាត់ឆ្មាមួយនេះរបស់ល្អត្រូវលោកម្ចាស់ធំសាដេញយកអស់ហើយនៅសល់តែដុំដែកមួយនេះប៉ុណ្ណោះលោកម្ចាស់ទី2មិនប្រកួតប្រជែងយកទៀតទេឆ្មានេះមើលទៅដូចជាឧស្សាហកម្មថ្មីថ្មោងមានតម្លៃ200យន់គឺចាត់ទុកថាល្អណាស់ទៅហើយទូចូលចិត្តរបស់នេះចាប៉ាកូនចង់បានដែរល្អសៀវអើឆ្មានោះមើលទៅមិនមែនជារបស់មានតម្លៃថែមទាំងស្បែកស្បត់ទៀតកូនចង់បានពិតមែនទេអាម៉ាក់មើលភ្នែកវាទៅឆ្មានោះភ្នែកស្អាតណាស់សៀវអើចង់បានវារូបភ្នែកវាចឹងល្អណាស់ពិតជាផ្កាយសំឡងនៃផ្ទះរបស់យើងមែនភ្នែកមើលត្រឹមត្រូវភ្នែកឆ្មានោះច្បាស់ជារបស់ដែលមានតម្លៃបំផុតហើយគ្រាន់តែភ្នែកតូចទាំងពីរមួយគូនេះមានតម្លៃរហូតដល់5លានឥឡូវរូបចម្លាក់សត្វឆ្មាចម្លងភ្នោចាប់ផ្ដើមដេញថ្លៃ
ទូមើលវាមានតម្លៃប្រហែលកូនបន្ថែមតម្លៃទៅ ស្មា